ជំរាបសួរខ្ញុំឈ្មោះ Jonathan នួនសប្តាហ៍ខ្ញុំរស់នៅរដ្ឋ California ឥឡូវនេះខ្ញុំមកលេង Washington State ដើម្បីមកចូលរួមកម្មវិធីសន្និបាតជាមួយបរិសុទ្ធស្ត្រីខ្ញុំសូមចូលមកនេះគឺធ្វើទីបន្ទាល់ពីជីវិតរបស់ខ្ញុំជីវិតដំបូងដែលខ្ញុំរស់នៅខាងសាច់ឈាមលោកីគឺខ្ញុំរស់នៅដោយតាមទំនៀមទម្លាប់របស់ខ្មែរយើងគឺគ្រប់ជាពុទ្ធសាសនាអស់រយៈពេល54ឆ្នាំដូច្នេះជីវិតចាស់របស់ខ្ញុំគឺគិតទៅអត់មានអ្វីដែលគួរឲ្យខ្ញុំថាសប្បាយចិត្តនៅក្នុងខ្លួនបិទជាទង្វើដែលខ្ញុំធ្វើកន្លងមកគឺមានភាពល្អនៅក្នុងជីវិតក៏ដោយប៉ុន្តែទីបំផុតខ្ញុំសារភាពថាជីវិតខ្ញុំហាក់បីដូចជាមានប្រហោងនៅក្នុងបេះដូងរបស់ខ្ញុំថ្ងៃមួយការដែលខ្ញុំធ្វើកិច្ចការជាប្រចាំថ្ងៃកន្លងមកខ្ញុំមានអារម្មណ៍ថាខ្ញុំបានមកដល់ទិសដៅមួយដែលអត់អាចត្រឡប់ទៅក្រោយបានគឺជញ្ជាក់មកបុកនឹងជញ្ជាំងហើយខ្ញុំអត់មានផ្លូវណាទៀតដែលខ្ញុំអាចជ្រើសរើសបានគឺជាជីវិតដែលខ្ញុំដឹងថាខ្ញុំនៅមានខ្វះខាតអ្វីមួយបាទបើតកតងពីរឿងការរស់នៅសប្តាហ៍ថ្ងៃគឺខ្ញុំមានកិច្ចការល្អមានភរិយាមានកូន2មានទ្រព្យសម្បត្តិមានផ្ទះគឺជាការមួយដែលបរិសុទ្ធដូចជារូបខ្ញុំអាចគិតថាបំពេញកាតព្វកិច្ចបានគ្រប់គ្រាន់ជាឪពុកដ៏ល្អនិងជាស្វាមីដ៏ល្អប៉ុន្តែសំណួរដែលចោទប្រកាន់ចំពោះខ្ញុំគឺថាហេតុដូចម្តេចបានជាខ្ញុំនៅតែមានប្រហោងនៅក្នុងបេះដូងរបស់ខ្ញុំនេះហើយគឺជាសរបញ្ជាក់ថាជីវិតចាស់របស់ខ្ញុំគឺអត់ស្កប់ស្កល់ទេបាទទោះជាអ្វីៗលោកីផ្ដល់ឲ្យខ្ញុំមែនប៉ុន្តែខ្ញុំនៅតែអត់ស្កប់ស្កល់នៅក្នុងចិត្តដដែលរហូតដល់ថ្ងៃមួយដែលមានការកើតឡើងដែលក្នុងក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់បាទភរិយារបស់ខ្ញុំក៏បានចាប់ផ្ដើមទទួលព្រះអង្គព្រះយេស៊ូវគ្រីស្ទជាជីវិតរបស់លើជីវិតរបស់នាងអស់រយៈពេល6ឆ្នាំពេលកំឡុងពេល6ឆ្នាំគឺនាងបានទទួលការបៀតបៀនពីខ្ញុំបាទជាច្រើនដោយសារខ្ញុំអត់ទាន់យល់ខ្ញុំអត់ទាន់ដឹងថាតើជីវិតជាគ្រីស្ទានរស់នៅដោយរបៀបណាណាមួយថ្ងៃទៅមួយថ្ងៃពេលដែលខ្ញុំត្រឡប់មកផ្ទះវិញបិទនាងបានធ្វើម្ហូបសម្រាប់ខ្ញុំមែនប៉ុន្តែខ្ញុំហាក់បីដូចជា lonely ដូចជានៅតែឯងបាទកណ្ដោចកណ្ដែងដោយអត់មានភរិយានៅក្នុងជាមួយខ្ញុំអញ្ចឹងបាទមូលហេតុអ្វីពីព្រោះពេលណាដែលខ្ញុំបើកឡានមកដល់ផ្ទះអស់កម្លាំងហេវហត់ខ្ញុំឃើញនាងកំពុងតែអង្គុយស្ដាប់ទីបន្ទាល់រៀនជាមួយបងប្អូនយើងពីព្រះបន្ទូលព្រះអង្គបាទដូច្នេះខ្ញុំមានអារម្មណ៍ហាក់បីដូចជាគាត់ប្រងើយកន្តើយដល់ខ្ញុំហើយរហូតដល់ថ្ងៃមួយក៏ខ្ញុំបានពោលពាក្យជាច្រើនក្នុងការដែលថាមិនពេញចិត្តអ្វីដែលនាងធ្វើជាប្រចាំថ្ងៃបាទហើយតែនាងឆេះឈួលនៅព្រះបន្ទូលព្រះអង្គហើយក៏បានធ្វើការនោះជារៀងរហូតមកហើយខ្ញុំក៏បានប្រឈមមុខក៏បានលើកការនេះមកសួរនឹងនាងថាសប្តាហ៍ថ្ងៃនេះយើងរស់នៅក្នុងផ្ទះមួយប៉ុន្តែហាក់បីដូចជាមានគណៈបកនយោបាយ2ដែលមិនចុះសម្រុងនឹងគ្នាណាហើយសួរថាតើយើងអាចរស់នៅរបៀបនេះបានយូរអង្វែងតទៅទៀតដែរឬអត់បាទនេះគឺជាសំណួរដែលខ្ញុំសួរចោទប្រកាន់ទៅលើខ្ញុំបាទក៏ទៅលើភរិយាខ្ញុំផ្ទាល់ពីពេលនោះមកអស់រយៈពេលបាជា1ខែ2ខែកន្លងទៅទៀតទៅមុខទៀតក៏នាងបានសួរមកខ្ញុំសម្រាប់ចិត្តថានឹងទទួលផ្ទះទទួលការរៀនសូត្រពីព្រះគម្ពីរបាទ Bible Study បាទជាទម្លាប់មួយដែលក្រុមជំនុំតែងតែផ្លាស់ប្ដូរមួយខែទៅមួយខែគឺទៅផ្ទះបងប្អូនយើងនៅក្នុងក្រុមជំនុំពេលនោះខ្ញុំមានអារម្មណ៍ហាក់បីដូចជាមិនពេញចិត្តព្រោះទី1ខ្ញុំអត់យល់ទី2គឺថាខ្ញុំមិនទាន់មានការចុះសម្រុងនៅជំនឿរបស់នាងនៅឡើយហេតុដូចម្តេចក៏គាត់សួរខ្ញុំពីការនេះដូច្នេះធ្វើឲ្យខ្ញុំមានការដែលថាតបប្រមល់បន្តិចដែរហើយក៏មិនដល់ដំណាក់កាលដែលថាខ្ញុំមិនខាត់ខាំងមិនទទួលបងប្អូនយើងរៀនគម្ពីរនៅផ្ទះខ្ញុំនោះដែរដូច្នេះហើយក៏ខ្ញុំសម្រេចចិត្តថាខ្ញុំយល់ព្រម
ត់អីទេដល់ពេលវេលាមកដល់ខ្ញុំបានរៀបចំជួយសម្អាតរៀបចំផ្ទះគេឋានរបស់ខ្ញុំនឹងដើម្បីទទួលបងប្អូនយើងមករៀនគម្ពីរនៅតាមផ្ទះពេលនោះខ្ញុំក៏បានរៀបចំម្ហូបជួយធ្វើម្ហូបសំណេះសំណាលមួយបងប្អូនយើងមានភាពកក់ក្ដៅក្នុងនីតិជាម្ចាស់ផ្ទះហើយក៏បានចាក់នៅបទចម្រៀង Christian ថែមទៀតដើម្បីឲ្យបងប្អូនយើងបានស្ដាប់ពួកគាត់មានការងឿងឆ្ងល់ពីខ្ញុំបាទនៅពេលនោះគាត់នាំគ្នាងឿងឆ្ងល់ហើយនិយាយពីក្រោយតែខ្ញុំលឺលៀងថាហេតុដូចម្ដេចបានជាខ្ញុំធ្វើអ្វីដូចជាកូនព្រះអង្គអញ្ចឹងបាទដូចជាអ្នកជឿព្រះអង្គបាទតែផ្ទុយទៅវិញគឺខ្ញុំអត់ទាន់បានទទួលជឿព្រះអង្គនៅឡើយទេបាទនេះគឺជាសំណួរពួកគាត់សួរហើយខ្ញុំបានលឺលៀងពីក្រោយថ្ងៃនោះជាថ្ងៃទី1ដែលខ្ញុំបានទទួលបងប្អូនយើងមករៀនគម្ពីរនៅតាមផ្ទះពេលដែលរៀបចំហើយខ្ញុំអត់បាននៅចូលរួមសັບបាទការរៀនសូត្រនោះទេខ្ញុំក៏បានឡើងទៅលើផ្ទះអង្គុយតែឯងសង្ងំតែឯងហ្នឹងទៅហើយបងប្អូនយើងក៏បានរៀនចប់សັບគ្រប់ហើយក៏បានលាទៅគេអដ្ឋានរៀងខ្លួនវិញបាទកន្លងមកទៀតយើងក៏បានទទួលបងប្អូនយើងមករៀនសាជា2ចាថ្មីម្ដងទៀតជាលើកទី2បាទពេលនោះខ្ញុំក៏បញ្ចេញការៈសកម្មភាពសាសនារាក់ទាក់ដូចជាធម្មតាដូចជាលើកទី1អញ្ចឹងដែរគ្រាន់តែផ្ទុយទៅវិញគ្រាន់តែខុសគ្នាតើថាពេលនេះខ្ញុំអត់ឡើងទៅលើទេគឺខ្ញុំនៅអង្គុយក្នុងចំណោមពួកគាត់ដែរប៉ុន្តែអង្គុយនៅជញ្ជាំងនឹងឆ្ងាយបាទពីម្ខាងទៅម្ខាងតែទោះយ៉ាងណាក៏ខ្ញុំនៅតែលើពួកគាត់ពិភាក្សាគ្នារៀនប្រចាំទូព្រះអង្គបាទទី2កន្លងផុតទៅបងប្អូនយើងរៀនចប់ក៏លាគ្នាទៅតាមផ្ទះរៀងខ្លួនបាទហើយមានទី3កើតឡើងទៀតអស់រយៈពេលកំឡុងមកជា3-4ខែមកទៀតបាទក៏មានការកើតឡើងនៅផ្ទះខ្ញុំម្ដងទៀតហើយលើកទី3នេះគឺខ្ញុំរឹតតែខិតចូលមកចិត្តបាទចិត្តពួកគាត់ខិតចិត្តបានន័យថាខ្ញុំអាចស្ដាប់ខ្ញុំអាចឮច្បាស់ជាងមុនបាទហើយព្រះបន្ទូលព្រះអង្គក៏បានឈូសជឿទៅក្នុងខ្លួនខ្ញុំតែម្ដងទៀតខ្ញុំនៅតែមិនទាន់បានទទួលព្រះអង្គជាព្រះអង្គសំគ្រប់នៅលើជីវិតខ្ញុំនៅឡើយទេបាទគ្រាន់តែខ្ញុំខិតមកចិត្តជាងពីមុនបាទនេះជាលើកទី3ហើយបន្តមកជាលើកទី4គឺជាលើកចុងក្រោយរបស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមធ្វើទីបន្ទាល់ដែលបងប្អូនយើងក្រុមជំនុំគ្រូកងវិលដែលលោកបានសួរខ្ញុំថាហេតុដូចម្ដេចបានជាខ្ញុំរស់នៅទង្វើដែលខ្ញុំធ្វើចំពោះពួកគាត់ហាក់បីដូចជាកូនព្រះអង្គមានใครនៅក្នុងជីវិតខ្ញុំរួចទៅហើយហេតុដូចម្ដេចក៏ខ្ញុំមិនទទួលព្រះអង្គជាព្រះអង្គសម្ពុទ្ធនៅឡើយតើមានចំណុចណាមួយដែលរារាំងខ្ញុំមិនឲ្យធ្វើពីការនេះរួចហើយក៏គាត់ឲ្យពួកខ្ញុំផ្ទាល់មកអង្គុយនៅចំកណ្ដាលក្រុមហើយខ្ញុំឆ្លើយនៅសំណួររបស់គាត់ដែលគាត់មានសួរដែលបងប្អូនយើងសួរមកលើខ្ញុំចម្លើយរបស់ខ្ញុំគឺខ្ញុំបានជម្រាបគាត់ដូច្នេះដូចខ្ញុំជម្រាបពីខាងដើមអ្វីៗគឺខ្ញុំមានការងារក្រុមគ្រួសារភរិយាកូនផ្ទះសម្បែងគួរតែល្មមគ្រប់គ្រាន់ស្កប់ស្កល់នៅក្នុងចិត្តតែផ្ទុយទៅវិញហើយអ្វីបានជាខ្ញុំហាក់បីដូចជាមានប្រហោងនៅក្នុងបេះដូងរបស់ខ្ញុំបាទខ្ញុំជម្រាបគាត់តាមហ្នឹងតាមបងប្អូនយើងតាមតែអារម្មណ៍របស់ខ្ញុំមាននៅពេលនោះពួកគាត់ក៏យល់ពីអត្តន័យពីអ្វីដែលខ្ញុំជម្រាបគាត់បាទហើយក៏នាំបងប្អូនយើងអធិដ្ឋានទាំងអស់ពេញទំហឹងសម្រាប់ខ្ញុំបាទមានបងប្អូនខ្លះយំបងប្អូនខ្លះសោកសង្រេងអធិដ្ឋានបាទហើយពេលកំឡុងពេលអធិដ្ឋាននោះគឺខ្ញុំមានអារម្មណ៍មួយហាក់បីដូចជាមិនដែលមានពីមុនទេបាទគឺខ្ញុំជឿថាព្រះអង្គកំពុងតែធ្វើការនៅក្នុងជីវិតខ្ញុំពេលដែលបន្ទាប់មកកិច្ចការនឹងចប់សពគ្រប់នៅថ្ងៃចុងក្រោយមកគឺបងប្អូនយើងលាទៅតាមផ្ទះរៀងខ្លួនវិញហើយខ្ញុំក៏បាន
រៀបចំការរស់នៅជាធម្មតាតទៅមុខទៀតហើយក៏ចាប់ផ្ដើមទៅ church បាទសូមទៅជា church ជាមួយនឹងភរិយាណាពេលនោះលោកគ្រូកងវិលរបស់ខ្ញុំគ្រូផលគឺបានសួរខ្ញុំពីការរៀនសូត្រ TEE បាទជា TEE level 1គឺឲ្យបានយល់បានស្គាល់ពីប្រវត្តិព្រះយេស៊ូវឲ្យបានច្បាស់ជាងនេះហើយខ្ញុំជឿថាពេលនោះខ្ញុំមិនទាន់ទទួលព្រះអង្គជាព្រះអង្គសពគ្រោះលើជីវិតខ្ញុំទេប៉ុន្តែខ្ញុំសូមសិក្សារៀនមុនសិនដើម្បីឲ្យបានស្គាល់បាទពីជីវិតព្រះអង្គហើយនឹងពី Bible ដើម្បីឲ្យខ្ញុំបានយល់បន្ថែមលើសពីអ្វីដែលខ្ញុំបានឮពេលនោះលោកគ្រូក៏ទទួលខ្ញុំឲ្យខ្ញុំបានរៀនបាទពេលដែលខ្ញុំរៀនហ្នឹងពីសភៅ1សភៅ2រហូតដល់សភៅទី3គឺព្រះបន្ទូលព្រះអង្គបានជួសជឿននៅក្នុងជីវិតខ្ញុំគឺអ្វីដែលខ្ញុំមានតាំងពីមុនដែលខ្ញុំបានធ្វើពីមុនមកគឺអត់មានអ្វីផ្លាស់ប្ដូរសោះប៉ុន្តែអ្វីដែលខ្ញុំមានជាថ្មីនេះគឺសេចក្តីអំណរក្នុងជីវិតខ្ញុំបាទជួយឲ្យខ្ញុំមិននឹកស្មានថាខ្ញុំមានកម្លាំងនឹងអាចតយុទ្ធតទៅមុខទៀតបានដែលពីមុនខ្ញុំគិតថាខ្ញុំមកដល់ទីបញ្ចប់ខ្មែរហៅថាចូលជញ្ជាំងបាទអត់អាចទៅណារួចតែលើកនេះដោយសារតែបន្ទូលព្រះអង្គជួយជឿននៅក្នុងជីវិតខ្ញុំធ្វើឲ្យខ្ញុំមានអំណរតស៊ូតទៅមុខទៀតបានរហូតដល់ថ្ងៃ birthday របស់ខ្ញុំឆ្នាំ2018ខែ10ថ្ងៃ10គឺជា birthday របស់ខ្ញុំហើយពេលនោះក៏ខ្ញុំបានសរសេរលិខិតមួយទុកឲ្យភរិយាខ្ញុំឲ្យនាងដឹងថាជាថ្ងៃដែលខ្ញុំសម្រេចចិត្តទទួលព្រះអង្គជាព្រះអង្គសង្គ្រោះនៅលើជីវិតខ្ញុំបាទហើយមួយអាទិត្យមុននឹងដល់ពេលវេលា birthday ខ្ញុំមកដល់ខ្ញុំបានសួរភរិយាខ្ញុំដែរគឺថាតើអ្វីធំមួយដែលអូនចង់បានពីបងហើយពេលនោះចម្លើយរបស់គាត់គឺថាចង់បានឃើញខ្ញុំទទួលព្រះអង្គជាព្រះអង្គសង្គ្រោះនៅលើជីវិតរបស់ខ្ញុំបាទនេះគឺជាចំណុចមួយដែលខ្ញុំបានសរសេរនៅក្នុងលិខិតថាថ្ងៃនេះថ្ងៃ birthday បងគឺជាថ្ងៃដែលបងសារភាពសូមទទួលព្រះអង្គជាព្រះអង្គសង្គ្រោះនៅលើជីវិតរបស់ខ្ញុំបាទតែក៏អត់ទាន់ដឹងទេគាត់តែខ្ញុំបានសរសេរនៅក្នុងលិខិតពេលវេលាមកដល់ដែលបងប្អូនយើងបានជួបជុំគ្នាធ្វើ picnic នៅ Lake Paris បាទពេលនោះបងប្អូនយើងក៏បានជើង birthday celebrate birthday ខ្ញុំនៅពេលនោះហើយក៏អនុញ្ញាតឲ្យខ្ញុំធ្វើទីបន្ទាល់ខ្ញុំក៏បានទាញលិខិតរបស់ខ្ញុំដែលរៀបចំទុកយកមកអានដើម្បីឲ្យបងប្អូនយើងបានឮហើយព្រះយើងបានឮថាថ្ងៃនេះគឺជាថ្ងៃដែលបងបានសម្រេចចិត្តទទួលព្រះអង្គព្រះយេស៊ូវជាព្រះនៅក្នុងជីវិតរបស់បងគ្រាន់តែឮភ្លាមព្រះយើងខ្ញុំក៏សម្រាប់ទឹកភ្នែកបងប្អូនយើងខ្លះយំខ្លះហូរផ្ទះដៃសរសើរដល់ពីនាមត្រង់ពីដំណឹងថ្មីនេះលើជីវិតរបស់ខ្ញុំបាទចាប់ពីពេលនោះមកក៏ខ្ញុំអ្វីគឺបានផ្លាស់ប្ដូរបាទហើយទន្ទឹមនឹងខ្ញុំថ្វាយខ្លួនផងដែរក៏ខ្ញុំសូមឲ្យលោកគ្រូធ្វើពិធីជាមួយទឹកឲ្យខ្ញុំនៅពេលនោះដែរដូច្នេះជីវិតខ្ញុំចាប់ផ្ដើមពីពេលនោះមករស់នៅដោយមានអំណរនៅក្នុងចិត្តហើយអំណោយទានដែលព្រះអង្គបានផ្ដល់មកខ្ញុំពីមុនមកដែលខ្ញុំគិតថាបាត់បង់រួចមកហើយនោះគឺការលេងភ្លេងលេងហ្គីតាបាទពេលនោះក៏ព្រះអង្គប៉ះពាល់ចិត្តខ្ញុំក៏ឲ្យខ្ញុំយកឧបករណ៍ដែលខ្ញុំចេះលេងពីមុនមកហ្គីតានឹងមកបម្រើព្រះអង្គបាទហើយខ្ញុំក៏ចាប់ផ្ដើមបម្រើក្រុមជំនុំworship និងលេងហ្គីតា worship នៅក្នុងក្រុមជំនុំបាទមួយគូកនបម្រើព្រះអង្គក្នុងក្រុមជំនុំជាមួយគ្នាដូច្នេះពីពេលនោះមកជីវិតខ្ញុំគឺជាជីវិតថ្មីដែលខ្ញុំរស់នៅក្នុងព្រះគ្រីស្ទសំណួរសួរថាតើមានអ្វីប្លែកនៅក្នុងជីវិតខ្ញុំ
màชีวิตចាស់របស់ខ្ញុំគឺខ្ញុំបានបំបត្តិចោលខ្ញុំអត់បានរំលឹកមកវិញទេពីព្រោះខ្ញុំគិតថា54ឆ្នាំដែលខ្ញុំរស់នៅពីមុនមកអ្វីដែលខ្ញុំធ្វើគឺអត់មានសារៈប្រយោជន៍អ្វីចំពោះខ្ញុំទៀតទេហើយខ្ញុំក៏អត់ចង់ដើរទៅផ្លូវនោះទៀតដែរដូច្នេះជីវិតថ្មីនៅក្នុងព្រះគ្រីស្ទសប្តាហ៍ថ្ងៃចាប់ពីពេលនោះមកគឺខ្ញុំព្រះអង្គបានបំផ្លាស់បំប្រែខ្ញុំឲ្យខ្ញុំឆេះឈួរពីព្រះបន្ទូលព្រះអង្គហើយខ្ញុំឆេះឈួរក្នុងការបម្រើបាទពីព្រោះដោយបងប្អូនយើងបានមានប្រសាសន៍រួចមកហើយថាអ្វីព្រះអង្គហាក់ដូចជាដាក់នៅក្នុងចិត្តខ្ញុំរួចទៅហើយដៅចំណាំនៅក្នុងចិត្តខ្ញុំហើយក៏លើតាពេលវេលាណាមួយដែលខ្ញុំទទួលព្រះអង្គហើយព្រះអង្គបានប៉ះពាល់បំផ្លាស់បំប្រែខ្ញុំក្នុងការបម្រើបងប្អូនក្នុងការឆេះឈួលព្រះបន្ទូលព្រះអង្គបាទដូច្នេះជីវិតសប្តាហ៍ថ្ងៃដែលខ្ញុំរស់នៅបាទគឺខ្ញុំរស់នៅដើរតាមព្រះគ្រីស្ទដើរតាមអ្វីដែលព្រះបន្ទូលបានបន្សល់ទុកឲ្យខ្ញុំនៅក្នុងព្រះគម្ពីរឲ្យខ្ញុំធ្វើដំណើរតាមដូច្នេះខ្ញុំសូមអរគុណដល់ព្រះអង្គរៀងរាល់ពេលវេលាដែលព្រះអង្គតែងតែផ្លាស់បំប្រែខ្ញុំដាស់តឿនខ្ញុំឲ្យខ្ញុំដឹងថាការរស់នៅជីវិតដែលអត់មានព្រះគ្រីស្ទនៅក្នុងខ្លួនគឺអត់មានអ្វីថិតថេរទេអត់មានអ្វីស្កប់ស្កល់ក្នុងចិត្តរស់នៅបម្រើបងប្អូនយើង devotion ដែលខ្ញុំនាំមុខដល់បងប្អូនយើងគឺជាសេចក្តីអំណរដល់ជីវិតរបស់ខ្ញុំដែលបងប្អូនអនុញ្ញាតឲ្យខ្ញុំធ្វើការនេះដែលព្រះអង្គបានបើកសម្ដែងហើយនឹងប្រើពីអ្វីដែលជាអំណោយទានរបស់ខ្ញុំក្នុងការដឹកនាំក្តីក្នុងការបម្រើបងប្អូនក្តីគឺជាការមួយដែលពេញដោយអំណរដែលមកពីព្រះអង្គសត្វសាទទៅតាមសាច់ឈាមការរស់នៅពេលខ្លះក៏យើងខ្សោយចំពោះខ្ញុំក៏ខ្សោយដែរប៉ុន្តែព្រះអង្គទេតែផ្ដល់នូវកម្លាំងទាំងអស់នោះដែលឲ្យខ្ញុំមានកម្លាំងធ្វើកិច្ចការទាំងអស់នោះសួរថាតើព្រះអង្គព្រះយេស៊ូវជាអ្វីចំពោះជីវិតខ្ញុំ What is Christ to me បាទជាភាសាអង់គ្លេសព្រះអង្គគឺជាកម្លាំងចិត្តរបស់ខ្ញុំជារៀងរាល់ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃពីមួយវិនាទីទៅវិនាទីនៅទៅហើមចេញចូលរបស់ខ្ញុំតែងតែរំលឹកនឹកឃើញពីវត្តមានព្រះអង្គជានិច្ចនៅក្នុងជីវិតខ្ញុំព្រះបន្ទូលបានចែងមកថាសេចក្តីជំនឿគឺបានមកដោយសារឮពីព្រះបន្ទូលព្រះអង្គគម្ពីររ៉ូមជំពូក10ខ17គឺបានបញ្ជាក់ពីការនេះដូច្នេះពួកខ្ញុំត្រឡប់ក្រោយមើលទៅសម្លឹងទៅព្រះបន្ទូលព្រះអង្គអ្វីដែលព្រះអង្គបានបន្សល់ទុកជំនឿរបស់ខ្ញុំលូតលាស់បានគឺដោយសារព្រះអង្គបានបើកសម្ដែងឲ្យខ្ញុំឃើញមួយថ្ងៃទៅមួយថ្ងៃមួយវិនាទីទៅមួយវិនាទីដែលខ្ញុំអានព្រះបន្ទូលព្រះអង្គគឺមានឥទ្ធិពលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំដូច្នេះខ្ញុំសូមសារភាពថាការរស់នៅរបស់ខ្ញុំពីពេលនេះតទៅគឺខ្ញុំមិនអាចរស់នៅដោយគ្មានព្រះគ្រីស្ទក្នុងជីវិតខ្ញុំបានទេពីព្រោះព្រះបន្ទូលព្រះអង្គបានរំលឹកដាស់តឿនខ្ញុំរាល់ពេលវេលាហើយអ្វីដែលសំខាន់គឺសេចក្តីស្រឡាញ់ដល់បងប្អូនយើងអ្នកជិតខាងយើងចេះហើយសូមអរគុណនៅពេលវេលាដែលលោកអ្នកបងប្អូនបានចំណាយ30នាទីបន្ទាល់របស់ខ្ញុំបាទហើយសូមស្វែងសេរីល្អដល់ព្រះសូមអរគុណបាទអរគុណបងចន្ទតិនខ្ញុំឈ្មោះសឹកខ្លាំងខ្ញុំស្គាល់បងនេះច្រើនយូរហើយខ្ញុំជាឃើញជា witness មួយជាបងផ្លាស់ប្រែតាំងពីដើមមកខ្ញុំស្គាល់បងតាំងពី2018មិនចឹងឥឡូវនេះខ្ញុំសូមសួរបងថាបងសប្តាហ៍នេះបងធ្វើការងារបម្រើការងារព្រះអង្គអ្វីខ្លះសប្តាហ៍នេះសប្តាហ៍ថ្ងៃជាប្រចាំអាទិត្យគឺខ្ញុំបាននាំព្រះបន្ទូលព្រះអង្គនាំបងប្អូនយើងរៀន devotion នៅថ្ងៃច័ន្ទពេលព្រឹកម៉ោង6ហើយថ្ងៃសុក្រម៉ោង6គឺជាពេលវេលាដែលខ្ញុំដឹកនាំបងប្អូនយើងខាង devotion in the morning បាទហ
ហើយថ្ងៃពុធគឺយើងមានកម្មវិធីរៀនព្រះគម្ពីរជាមួយគ្នាដែរប៉ុន្តែដឹកនាំដោយបងប្អូនកសលបាទដូច្នេះការដែលយើងរៀនសូត្រជាប្រចាំថ្ងៃយើងប្រកបគ្នានេះគឺជាការលើកទឹកចិត្តនិងបង្ហាត់បង្រៀនយើងឲ្យយើងនៅជាប់ជាមួយនឹងព្រះអង្គបាទពីលើនឹងមកទៀតគឺក្នុងការបម្រើរបស់ខ្ញុំគឺខ្ញុំបាននាំមុខខាងតន្ត្រីខាង playing worship នៅក្នុងជំនុំរាល់ថ្ងៃអាទិត្យបាទហើយមួយទៀតផងដែរគឺយើងមានក្រុម band បាទខាង playing ដែលសម្រាប់បម្រើក្រុមជំនុំបាទជា KCB បាទនេះគឺជាសកម្មភាពដែលខ្ញុំមានជាប្រចាំថ្ងៃប្រចាំអាទិត្យរបស់ខ្ញុំហើយថ្មីនេះបងប្អូនលោកគ្រូនៅក្នុងក្រុមជំនុំ CC ទាំងមូលក៏បានរើសខ្ញុំជាប្រធានបរិះក្នុងការដែលព្រះអង្គបានឃើញបានដាក់មកផ្លាស់ប្រែជីវិតខ្ញុំសពបញ្ជាក់ឲ្យបងប្អូនយើងឲ្យទៀតឃើញពីសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះអង្គដូច្នេះសកម្មភាពទាំងអស់ហ្នឹងគឺបណ្ដាលដែលព្រះអង្គបានបណ្ដាលឲ្យខ្ញុំធ្វើការទាំងអស់នោះបានមានកម្លាំងក្នុងការធ្វើក្នុងការបម្រើសូមអរគុណ បាទអាមែនអរគុណបង Jonathan បាន share ទីបន្ទាល់របស់បងបាទព្រោះខ្ញុំឃើញបងព្រះអង្គបានប្រែចិត្តបងបានរីកចម្រើនច្រើនមែនទែនបាទអរគុណដល់បងសូមបងប្រទានពរបង អរគុណ